ជំរាបសួរពុកម៉ែបងប្អូននៅពេលនេះខាងភូមិអូកំបុតមានមនុស្សមកលេងច្រើនណាស់ដោយសារតែទឹកទន្លេឡើងលិចវាស្រ័យវាស្រូវអស់ហើយទឹកហូរកាត់ផ្លូវមើលទៅឡើងសលហើយលហឹមបានធ្វើឲ្យទីនេះទាក់ទាញមនុស្សម្នាមកលេងកម្សាន្តយ៉ាងច្រើនកុះកល្ងាចឡើងចង់បំបត្តិ stress អាចមកទីនេះបានពិសេសអ្នកដែលជួយចិត្តនាំបងប្អូនឬក្រុមគ្រួសារអាចមកទីនេះដោយដែលបងប្អូនឃើញរបៀបនេះគឺពួកគាត់មកទាំងគោយន្តអង្គុយញ៉ាំចំណីហូបចុកជាក្រុមយ៉ាងសប្បាយរីករាយកន្លែងមួយនេះយើងអាចជិះឡានមកដល់ហើយមានលក់ទាំងអាហារផ្សេងៗជាច្រើនដូចជាបុកល្ហុងសាច់អាំងកណ្ដុរបំពងហើយនិយាយពីថាខ្ញុំចាក់អារម្មណ៍កណ្ដុរបំពងខ្លាំងមែនទែនព្រោះគាត់ទៅតែជីស្មាច់មកពីបាញ់កណ្ដុរមកភ្លាមៗថ្មីដាក់តែកន្ទេលឬក៏កៅអីបាយ camping មកអង្គុយគឺថាបានមួយកំភ្លេតែម្ដងហើយទីតាំងលេងទឹកនេះគឺនៅហួសវត្តអូកបតជីហួសតែផ្ទះអ្នកភូមិរាប់តាមមាត់អូកបតនឹងមករហូតដល់ចុងភូមិគឺឃើញហើយយើងក៏អាចជិះតាមផ្លូវមួយទៀតក៏បានបងប្អូនជិះមកតាមផ្លូវរាប់តាមវត្តបាក់នរែកក៏មកដល់ទីនេះបានដូចគ្នាអ្វីដែលខ្ញុំចាក់អារម្មណ៍ទឹកទន្លេឡើងគឺខុសពីទឹកស្ទឹងឡើងគឺទឹកទន្លេមានលក្ខណៈឡើងថ្លាហើយមើលទៅឡើងសអត់ដូចទឹកស្ទឹងពេលឡើងគឺថាល្អហើយក្រហមមិនថ្លាដូចដែលយើងឃើញរបៀបនេះទេទឹកហូរល្មមលេងមានគេជិះទូកជិះស្មាច់លេងពេញនឹងឯងបងប្អូនមានទាំងម៉ូតូទាំងគោយន្តសុទ្ធតែប្រុសស្អាតស្រីស្អាតមកលេងច្រើនណាស់ពេលឃើញគេលេងច្រើនអញ្ចឹងគឺថាសប្បាយខ្លាំងមែនទែនហ្មងហ្នឹងហើយល្ងាចឡើងនាំគ្នាមកលេងនេះមកព្រោះថានៅអូកបតកំពុងពេញលេងមួយទៀតជាពិសេសអ្នកដែលចូលចិត្តបបកត្រីឬក៏បងត្រីដឹងតែត្រូវចិត្តហ្មងនេះមកនេះនិយាយថាមាត់ត្រីឡើងជីបចប់ពេញនឹងឯងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាល្ងាចឡើងសូមកុំភ្លេចមកលេងនៅអូកបតនេះណា